จะมีส่วนบางผมจะกัดก็นี่คือจีกงกันเนอได้ยังบ้านนอมโจmộtปีสหรัฐอเมริกในจีตึกคือกรมบุปกรมมาสเตอร์ EHM จับปีเลขมุ้ยแต่ดอเลขผมไว้ให้เลยบรรทายเลขผมบ้วนนั่งเลขดอกบ่าจังในทางกลางขนองนี้คือจีกงกันเนอได้ขยมบ้านนอมโจผลิตภัณฑ์นี้mộtปีสหรัฐอเมริกมวยกงกันเนอมีนจำนวนvà hai trên một mớn phẩm bảy quan liệt và chắc dương mưa chạy slide mưa này không đấy và nè trung tre về màu bẹp này đi chỉ con gần mà đấy ok và khang coi non đấy cứ chỉផលជីទឹករបស់ក្រុមហ៊ុនជីធម្មជាតិ EHM ដែលយើងបាននាំចូលមកពីសហរដ្ឋអាមេរិកបាទយើងនាំមកពីសហរដ្ឋអាមេរិកក្នុងមួយកុងតឺន័រនេះមាន 18000 លីត្របាទ 18000 លីត្រអញ្ចឹងនេះគឺជានេះចង់និយាយថាគឺជា logo នៃរោងចក្រដែលផលិតជីទឹកក្រប Master នេះឬក៏ Master EHM លេខ1ដល់លេខ10នេះតែម្ដងនេះមាន US of America បាទហើយនៅនេះនៅក្នុងនេះគឺជា invoice របស់វាមែនទេអញ្ចឹងបើសិនជាបងប្អូនដែលមានជំនឿជឿជាក់ទៅលើ Master EHM ពីលេខ1រហូតដល់លេខ8ឥឡូវថែមលេខ9និងលេខ10មួយទៀតទាំងអស់វាមាន10លេខបើមានជំនឿជឿជាក់ហើយយើងអាចទិញជា stand បែបនេះព្រោះនេះវាមកជាទម្រង់ជា stand ទេអញ្ចឹងក្រោយពេលមកជាទម្រង់ជា stand ហើយខាងខ្ញុំខាងក្រុមហ៊ុនចាប់ដើមផលិតដបនេះបោះដបនេះបោះ sticker នេះបាទទេបាទហើយយើងចាប់ដើមយកមក stand នេះមកចាក់បង្ហូរចូលអញ្ចឹងតម្លៃការងារបោះ sticker ការងារបោះសបកដបថ្លៃសបកដបថ្លៃ sticker ការងារពលកម្មបើប៉ុណ្ណឹងគឺវាបានចំណាយអស់$1ហើយ$1ហើយអញ្ចឹងបើសិនជាបងប្អូនជាកសិករលោកអ្នកទិញជឿជាក់លើគុណភាពMaster EHM ហើយលោកអ្នកអាចទិញទាំង stand បែបនេះអញ្ចឹងក្នុង1លីត្រយើងចំណេញ$1ក្នុង1លីត្រចំណេញ$1អញ្ចឹងក្នុងមួយ stand នេះយើងចំណេញប្រហែលជាជាង$200បាទទេអញ្ចឹងយើងអាចទិញជាកានក៏ដូចគ្នាដែរមួយកាន30លីត្រយើងក៏អាចចំណេញបាន$30ដែរអញ្ចឹងចង់ជម្រាបជូនបែបនេះបាទអាហ្នឹងចង់ជម្រាបជូនថ្ងៃនេះគឺយើងក្រុមហ៊ុនមានលក្ខណៈលក់ជា stand បែបនេះហើយនឹងលក់ជាកានតែម្ដងគឺតម្លៃខុសពីដបនេះក្នុងមួយដបខុសគ្នាជាមួយនឹងកាន$1ជាមួយ stand $1ដូចគ្នាអញ្ចឹងចង់ជម្រាបជូនបែបនេះបាទអញ្ចឹងអានេះចង់បញ្ជាក់អំពីថាផលិតផលនេះគឺជាផលិតផលរបស់សហរដ្ឋអាមេរិកគឺពពួក Master EHM ពីលេខ1ដល់លេខ9បាទខាងក្រោមនេះគឺជាទូកុងតឺន័របែបនេះយើងដាក់មកកុងតឺន័រក្នុងមួយទូបែបនេះមាន18000 លីត្របាទរៀងរាល់មួយកុងតឺន័រអញ្ចឹងចង់បញ្ជាក់ថាផលិតផលរបស់ក្រុមហ៊ុនជីធម្មជាតិ EHM គឺនាំចូលមកពីអាមេរិកនាំចូលមកពីហូឡង់នាំចូលមកពីបែលហ្សិកបាទណាมันមានផលិតផលនៅក្នុងស្រុកយើងខ្ញុំនឹងទេផលិតចូលនៅក្នុងស្រុកមានតែអាហារបម្រុងរុក្ខជាតិឬក៏ជីត្រីតែម្ដងពលរូបមន្តទាំងអស់នេះយើងបានជម្រាបជូនដល់បងប្អូនជាកសិករតាមរយៈសភៅរបស់ក្រុមហ៊ុនខ្ញុំបាទហ្នឹងគឺបោះនៅឆ្នាំ2008ខែ8ថ្ងៃ8យូរមកហើយអញ្ចឹងយើងបានបរៀនហើយអស់ហើយបាទណាអញ្ចឹងបងប្អូនជាកសិករក៏អាចប្រើជីទឹកជីត្រីឬក៏អាហារបម្រុងរុក្ខជាតិជាបន្តបន្សំហ្នឹងទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទៅតាមលទ្ធភាពដែលអាចមានលទ្ធភាពក្នុងការជាវឬក៏ក្នុងការធ្វើខ្លួនឯងសូមអរគុណច្រើនសូមជម្រាបលា